ចាជាបឋមនាងខ្ញុំសូមគោរពជំរាបសួរមេដាបដាសាសនិងសិស្សានុសិស្សទាំងអស់គ្នាជាទីគោរពស្រឡាញ់ថ្ងៃនេះនាងខ្ញុំឆ្លើយតបនឹងសំណួរពោរបស់មេដាបដាសាសគាត់សួរថាអ្នកគ្រូឥឡូវនេះខ្ញុំសម្រេចចិត្តថាយកគ្រូ grade A ជំនាន់ថ្មីហើយប៉ុន្តែខ្ញុំអត់ទាន់ដឹងថាកម្មវិធីសិក្សារបស់អ្នកគ្រូនឹងគេរៀនរបៀបមិនទេតើអ្នកគ្រូអាចជួយឆ្លើយជាសាធារណៈអត់ចាបាទដោយសារតែអ្នកគ្រូឆ្លៀតមុននឹងទៅអឺរ៉ុបអ្នកគ្រូជួយថតជាវីដេអូខ្លីៗជូនតាមសំណួរពោទាំងមេដាបដាសាសទាំងលោកគ្រូអ្នកគ្រូទាំងសិស្សានុសិស្សឲ្យតែមានប្រធានបទអីដែលចង់សំណូមពរជូនអ្នកគ្រូអាចសំណូមពរបានណាចាជាង25ឆ្នាំបាត់ពិសោធន៍ជាមួយនឹងវិស័យអប់រំអាចថាកំងប្រធានបទអីក៏បានដែរនាងខ្ញុំចនាជាស្ថាបនិក JC56 និង Big Bang សូមឆ្លើយតបនៅសំណួរថាតើកម្មវិធី Grade A ចំនួនថ្មីហ្នឹងគឺរៀនតាក់ទងទៅលើអ្វីគឺទី1តាក់ទងទៅលើកម្មវិធី Tree Money គឺជាកម្មវិធីមួយដែលធ្វើឲ្យសិស្សមានការរីកលូតលាស់សម្រាប់ក្នុងការសន្សំលុយទាំងអាយុ3ឆ្នាំរហូតដល់17ឆ្នាំដែលគាត់នឹងដឹងពីផែនការក្នុងការចាយលុយនិងដឹងគម្រោងទៅថ្ងៃអនាគតអ្នកគ្រូនឹងឲ្យលោកគ្រូអ្នកគ្រូដែលបញ្ចប់ដោយគ្រូ Grade A ចំនួនថ្មីបង្វឹកដោយអ្នកគ្រូផ្ទាល់គាត់នឹងលម្អិតនៅក្នុងកម្មវិធីសិក្សានោះរយៈពេល3ខែបញ្ជ្រាបជារៀងរាល់ថ្ងៃរយៈពេល5នាទីចាអ្វីដែលអ្នកគ្រូត្រូវលម្អិតនេះគឺបំណិនជីវិតចានៅក្នុងកម្មវិធីទី2គឺបំណិនជីវិតវារៀងជ្រៅបន្តិចចឹងត្រូវការបញ្ចូលកម្មវិធី Tree Money និងកម្មវិធីបំណិនជីវិតហ្នឹងជារៀងរាល់ថ្ងៃហ្នឹងយ៉ាងតិចឲ្យបាន5នាទីទើបយើងអាចចូលរៀនមេរៀនថ្មីនៅក្នុងតាមក្រសួងឬក៏មូលដ្ឋានគ្រឹះដែលគាត់រៀនតាមថ្នាក់នីមួយៗពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12ចាអញ្ចឹងទី1គឺយើងបង្វឹកឲ្យក្មេងស្គាល់ខ្លួនឯងឲ្យច្បាស់ហេតុអីបានយើងត្រូវការបង្វឹកពួកគាត់ដោយសារសប្តាហ៍ថ្ងៃនេះក្មេងក៏ដោយធំក៏ដោយនិស្សិតក៏ដោយអ្នកណាក៏ដោយគាត់អត់ទាន់ស្គាល់ខ្លួនឯងច្បាស់ទេនៅពេលដែលគាត់អត់ទាន់ស្គាល់ខ្លួនឯងច្បាស់វាធ្វើឲ្យគាត់អត់មានគោលដៅអញ្ចឹងនៅពេលដែលគាត់ស្គាល់ខ្លួនឯងច្បាស់គាត់ចេះរៀបចំផែនការជីវិតដូច្នេះឪពុកម្ដាយអត់មានការលំបាកក្នុងការបដៅក្នុងការណែនាំក្នុងការរៀបគម្រោងប្លង់ជីវិតទេគឺគាត់អាចរៀបបានដោយខ្លួនឯងក្រោយពេលដែលយើងចេះរើសយកគ្រូ Grade A ចំនួនថ្មីចាចំណុចទី2គឺឲ្យគាត់ចេះដាក់គោលដៅនៅពេលដែលគាត់មានគោលដៅខ្លួនឯងគាត់ខំប្រឹងប្រែងរៀនស្វះស្វែងរៀបចំការភាគចារៀបចំពេលវេលាខិតខំក្នុងការរៀនសូត្រជ្រើសរើសមិត្តភ័ក្តិដែលគាត់ត្រូវសេពគប់ចានឹងចង់ខ្លាយជាអ្វីទៅថ្ងៃអនាគតនេះគាត់ដឹងពីគោលដៅរបស់គាត់ច្បាស់តែម្ដងចាហើយអ្វីដែលសំខាន់នោះគឺផ្នែកគំនិតគាត់ត្រូវតែវិជ្ជមានអញ្ចឹងលោកគ្រូអ្នកគ្រូដែលគាត់ចាប់ Grade A ចំនួនថ្មីដែលបង្វឹកដោយអ្នកគ្រូផ្ទាល់ហ្នឹងគាត់នឹងបង្វឹកសិស្សហ្នឹងឲ្យមានគំនិតវិជ្ជមានក្នុងការគិតនៅទៅលើ soft skill ដែលជាបំណិនជីវិតមួយដែលគាត់ទៅតែក្មេងអាយុ3ឆ្នាំដល់17ឆ្នាំឯងតែគាត់អាចគិតវ័យឆ្លាតដូចគេអាយុ20ឆ្នាំឡើងលើចឹងចាហើយមួយទៀតគឺស្វែងរកឃើញខ្លួនឯងទៅថ្ងៃអនាគតហ្នឹងរស់នៅធ្វើឲ្យជីវិតរបស់គាត់ហ្នឹងមានការប្រសើរតាំងពីគាត់ចាប់ផ្ដើមរៀនបំណិនជីវិតនិងTree Moneyជាមួយនឹងគ្រូ Grade A ចំនួនថ្មីចាហើយរស់នៅជីវិតរបស់គាត់ហ្នឹងប្រកាន់ខ្ជាប់នៅវិន័យនិងធ្វើម៉េចដើម្បីគាត់ខ្លាយជាកូនល្អពលរដ្ឋល្អនិងជាតំពាំងស្នងសរសៃនៃប្រទេសជាតិចាហើយចំណុចទី3ជាចំណុចដែលក្តៅកកុកនោះគឺគាត់អាចចេះរៀបចំការភាគសិក្សាត្រៀមមុននឹងកំណត់វាសនាខ្លួនឯងបានចាហើយផ្ដោតលើអ្វីដែលជាបំណងប្រាថ្នាដែលគាត់ចង់បានទៅថ្ងៃអនាគតអញ្ចឹងគាត់ត្រូវមានទាំងអស់ហ្នឹងហើយទៅគាត់ទទួលបាន3យ៉ាងគឺសេរីភាពគំនិតសេរីភាពហិរញ្ញវត្ថុនិងសេរីភាពពេលវេលាដែលមេដាបដាសិស្សទាំងអស់តែងតែប្រាថ្នាគ្រប់រូបចង់ឲ្យកូនទាំងអស់ហ្នឹងជាបុគ្គលឆ្នើមអញ្ចឹងនៅក្នុងការជ្រើសរើសយកគ្រូ Grade A ចំនួនថ្មីនេះគឺមានអត្ថប្រយោជន៍ដូចអ្នកគ្រូបានរាយរាប់ហ្នឹងអញ្ចឹងពេលដែលគ្រូ Grade A ចំនួនថ្មីបានបញ្ចប់វគ្គជាមួយអ្នកគ្រូតែជាស្ថាបនិករបស់សាលានឹងចេញវិញ្ញាបនបត្រជូនពួកគាត់អញ្ចឹងពួកគាត់នឹងដឹងថាត្រូវបង្រៀនកូនអស់លោកស្រីនាងកញ្ញាហ្នឹងតាមវិធីណាដែលបានធ្វើឲ្យជីវិតល្អប្រសើរហ្នឹងហើយវានឹងមានលម្អិតនៅពេលដែលគ្រូគាត់ចាប់វគ្គបណ្ដុះបណ្ដាលអញ្ចឹងអានេះគ្រាន់តែជាមេត្តាមួយដែលអ្នកគ្រូចង់ជម្រាបទៅដល់កម្មវិធីបណ្ដាសិស្សទាំងអស់ឲ្យបានជ្រាបជាព័ត៌មានចាសសូមអរគុណសូមគោរពលា